ពិធីបញ្ចុះបឋមសិលាសម្ពោធបាការដ្ឋានសាងសង់អគារពហុមុខងារនិងសណ្ឋាគារប្រណិតនៃគម្រោង Port Eel Palace Project នៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រងក្នុងក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុអាដាម សាយសំអាល់ អបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុនិងអាដាម ម៉ាំងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញជាគណៈអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសម្ពោធបាការដ្ឋានសាងសង់អគារពហុមុខងារនិងសណ្ឋាគារប្រណិតនៃគម្រោង Port Eel Palace Project ស្ថិតនៅឆ្នេរភូមិកោះតូចសង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុងខេត្តព្រះសីហនុដោយក្នុងនោះក៏មានការចូលរួមពីលោកអភិបាលរងខេត្តលោកប្រធានមន្ត្រីអង្គភាពពាក់ព័ន្ធព្រមទាំងលោកអភិបាលក្រុងនិងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកកកហើយពិធីនេះបានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទទី27ខែតុលាឆ្នាំ2025ឆ្លៀតនៅក្នុងឱកាសនោះផងដែរលោកស្រីសិរីវឌ្ឍនាអ៊ីវ៉ាអគ្គនាយកក្រុមហ៊ុន MBIS Development Co Ltd និងជាប្រធានគម្រោងបានមានប្រសាសន៍ស្វាគមន៍ក្នុងការបើកការដ្ឋានគម្រោង Port Eel Palace Project ដោយគូបញ្ជាក់ថាកន្លែងនេះមានសភាពស្ងប់ស្ងាត់និងសុខដុមរមណីយកម្មសម្រាប់មនុស្សជាតិនៅក្នុងប្រទេសក៏ដូចជានៅលើសកលលោកដូចនេះហើយក្នុងនាមលោកស្រីចូលរួមជាមួយរាជរដ្ឋាភិបាលរៀបចំលំនៅឋាននិងកន្លែងស្នាក់នៅប្រស្រ័យទាក់ទងគ្នានិងជាសណ្ឋាគារពហុមុខងារនិងអគារស្នាក់នៅលើកោះដែលជាមោទនភាពជាមួយគ្នានោះផងដែរលោកស្រីបានបន្តថាសណ្ឋាគារនេះមានចំនួន150បន្ទប់បំពាក់សម្ភារៈទំនើបនិងមានសេវាកម្មទំនើបធ្វើឲ្យមានតុល្យភាពរវាងបណ្ដាប្រទេសនៅជិតខាងនៅលើវិស័យទេសចរណ៍ដោយគម្រោងនេះនឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចចក្ខុវិស័យដែលកម្ពុជាដាក់ចេញនៅចក្ខុវិស័យឆ្នាំ2030ជាប្រទេសមានចំនួនមធ្យមកម្រិតទាបនិងឆ្នាំ2050មានចំនួនខ្ពស់នៅពេលសាងសង់រួចស្រេចត្រូវការយកនៅកម្លាំងពលកម្មប្រមាណជា350នាក់ទន្ទឹមនឹងការសាងសង់ផ្ដល់ការងារជូនប្រជាពលរដ្ឋ500នាក់សណ្ឋាគារនេះនឹងទាក់ទាញភ្ញៀវទេសចរចូលរួមទស្សនាក៏ដូចជាមកលេងកម្សាន្តស្នាក់នៅកម្ពុជាផងដែរនិងបង្កើតនៅអនុស្សាវរីយ៍នៅលើទឹកដីនៃប្រទេសកម្ពុជាទាំងភ្ញៀវជាតិនិងអន្តរជាតិវាជាស្ពានចម្លងនៅវប្បធម៌ដើម្បីឲ្យស្គាល់នៅវប្បធម៌ដ៏ផូរផង់របស់កម្ពុជានិងការស្វែងយល់ពីវប្បធម៌បរទេសផងដែរ Port Eel Palace Project ផ្ដោតសំខាន់លើការថែទាំបរិស្ថានរួមចំណែកលើការអភិវឌ្ឍរយៈពេលយូរដែលជាកន្លែងផ្ដល់កំណើតដល់មនុស្សជាតិហើយលោកស្រីសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់ការជឿទុកចិត្តនិងគាំទ្រធ្វើឲ្យគម្រោងនេះកើតមានឡើងនៅលើទឹកដីតំបន់កោះនៃខេត្តព្រះសីហនុអាដាម សាយសំអាល់ អបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុក៏បានមានប្រសាសន៍ថ្លែងថាថ្ងៃនេះបានមកកោះរ៉ុងជាលើកទី3នេះគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវនៃការវិនិយោគ Port Eel Palace Project គឺជាការកកើតនៅជីវិតថ្មីមួយទៀតទាក់ទិនទៅនឹងការវិនិយោគសម្រាប់ខេត្តព្រះសីហនុអាដាមក៏សូមឯកភាពនៅចំណុចដែលលោកស្រីអ៊ីវ៉ាបានលើកឡើងនាពេលនេះគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខិតខំប្រឹងប្រែងជានិមិត្តរូបថ្មីមួយទៀតសម្រាប់ក្រុងកោះរ៉ុងរបស់យើងមានអ្នកមកលំហែកម្រិតទាបអ្នកមកទេសចរកម្រិតខ្ពស់បន្តិចដែលជាឆ្អឹងខ្នងនិងជាសសរទ្រូងសេដ្ឋកិច្ចរបស់យើងហើយសន្តាគារនេះអាចបង្កើតការងារ350កន្លែងសម្រាប់អ្នកក្រុងកោះរ៉ុងដូចនេះយើងត្រូវបង្កលក្ខណៈឲ្យអ្នកវិនិយោគមកបានច្រើនដែលជារឿងធំនិងភាពជោគជ័យហើយក្នុងនាមកងកម្លាំងរបស់យើងត្រូវខិតខំធានាការពារសន្តិសុខសុវត្ថិភាពឲ្យបាន24ម៉ោងលើ24ម៉ោងពិសេសធានាសម្រាប់អ្នកក្រុងកោះរ៉ុង 100% កុំឲ្យមានបញ្ហាកើតមានឡើងព្រោះយើងត្រូវការអភិវឌ្ឍវិស័យទេសចរនិងវិស័យហេដ្ឋារចនាសម្ព័ន្ធទន្ទឹមនោះយើងកំពុងរកដំណោះស្រាយប្រព័ន្ធចម្រោះទឹកកខ្វក់ចំពោះធម្មពលយើងត្រូវរួមគ្នាគិតគូរទាំងអស់គ្នាជាពិសេសការគ្រប់គ្រងសម្រាមព្រមទាំងលើកទឹកចិត្តចំពោះការចិញ្ចឹមសត្វសម្រាប់កងកម្លាំងរបស់យើងក៏ដូចជាប្រជាពលរដ្ឋហើយប្រសិនបើបងប្អូនប្រជាពលរដ្ឋនិងកងកម្លាំងត្រូវការចិញ្ចឹមសត្វនិងដាំដំណាំបន្លែបង្ការអាដាមនឹងបន្តផ្ដល់ពូជសត្វជូនស្របទៅនឹងយុទ្ធសាស្ត្រសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាយើងត្រូវចេះតាក់មួយមកវិនិយោគនៅក្នុងក្រុងកោះរ៉ុងភាពរឹងមាំនៃខេត្តព្រះសីហនុរបស់យើងដែលមានរោងចក្រនិងការទាក់ទាញវិស័យទេសចរព្រោះយើងមានកោះចំនួន32កោះបង្កលក្ខណៈងាយស្រួលសម្រាប់ទេសចរដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តតំបន់កោះរបស់យើងទន្ទឹមនោះយើងត្រូវគិតពីគុណតម្លៃដីព្រោះយើងមានកន្លែងដើរលេងកម្សាន្តត្រូវទទួលស្គាល់ពីឧត្តមប្រយោជន៍
រួមរបស់យើងទាំងអស់គ្នាហើយទីនេះបានផ្ដល់ឱកាសដល់អ្នកក្រុងកោះរ៉ុងយើងត្រូវបន្តព្យាយាមអូសទាញអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុព្រោះខេត្តព្រះសីហនុមានរោងចក្រសហគ្រាសនិងឈានទៅកាន់ទីផ្សារបច្ចេកវិទ្យាទំនើបនាពេលខាងមុខនិងសូមអបអរសាទរចំពោះអ្នកក្រុងកោះរ៉ុងជាពិសេសលោកស្រីអ៊ីវ៉ានិងស្វាមីដែលបានចូលរួមវិនិយោគនៅក្រុងកោះរ៉ុងរបស់យើងបង្កលក្ខខណ្ឌនាំយកអ្នកវិនិយោគមកកាន់ខេត្តក្រុងរបស់យើងនិងផ្ដល់ការគាំទ្រសមិទ្ធផលថ្មីមួយទៀតសម្រាប់អ្នកក្រុងកោះរ៉ុងផងដែរ